ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិសាស្ត្រវីដេអូមួយនេះគឺខ្ញុំនឹងលើកមកនិយាយអំពីការវិវត្តថ្មីនៃស្ថានភាពដែលកំពុងតែតានតឹងនៅតាមបណ្ដោយព្រំដែនដែលទាហានសៀមបានធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាហើយនេះគឺជាវីដេអូដែលបង្ហោះផ្សាយនៅម៉ោង3រសៀលថ្ងៃទី9ធ្នូឆ្នាំ2025អ្វីដែលយើងនឹងលើកមកនិយាយនោះគឺតើនៅពេលនេះស្ថានភាពយ៉ាងណាហើយខ្ញុំនឹងលើកមកនិយាយអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសសៀមហើយរឿងរ៉ាវនៅក្នុងប្រទេសសៀមមានច្រើនក៏ប៉ុន្តែខ្ញុំនឹងលើកមកនិយាយតែមួយចំណុចទេនោះគឺតេតិនទៅនឹងចំនួនទាហានដែលបានស្លាប់ហើយត្រូវបានគេបង្ហោះផ្សាយនៅក្នុងសារព័ត៌មានក្រៅពីនោះគឺខ្ញុំមិនបានលើកមកនិយាយទេពីព្រោះតែមានព័ត៌មានជាច្រើននៅក្នុងប្រទេសសៀមខ្ញុំអានទៅគឺសុទ្ធសឹងតែជាសារព័ត៌មានដែលបង្ខូចមកលើប្រទេសកម្ពុជាទាំងអស់អញ្ចឹងមិនចាំបាច់និយាយទេយើងនិយាយតែចំនួនទាហានសៀមដែលស្លាប់បានហើយវិលមកកាន់ប្រទេសយើងវិញសម្រាប់ប្រទេសកម្ពុជាយើងគឺព្រឹកនេះគិតត្រឹមពីព្រឹករហូតដល់ថ្ងៃគឺយើងបានឃើញអំពីការបំផ្លាញខូចខាតធំមែនទែនអំពីយន្តហោះចម្បាំងរបស់ប្រទេសសៀមអ្វីដែលយើងបានឃើញច្បាស់ជាងគេគឺនៅក្រុងសំរោងយន្តហោះចម្បាំងរបស់ប្រទេសសៀមបានបើកហើយនឹងទម្លាក់គ្រាប់បែកធ្លាក់ចំនៅក្រុងសំរោងខេត្តឧត្តរមានជ័យគ្រាន់តែផ្សែងខ្មៅដែលជាផ្សែងកាត់ចេញពីការបំផ្ទុះគ្រាប់បែកតែគេទម្លាក់នឹងមិនដឹងជាកម្ពស់ប៉ុន្មានទេមើលទៅគឺធំមែនទែនហើយយើងអត់ដឹងថាតើវាខូចខាតកម្រិតណានោះទេគ្រាន់តែយើងស្មានថាវាមិនតូចនោះទេក្រៅពីការទម្លាក់គ្រាប់បែកនៅក្នុងខេត្តឧត្តរមានជ័យនៅក្រុងសំរោងក៏មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ជាច្រើនទៀតផងដែរដូចជានៅស្រុកជាំខ្សានក៏ដូចជាតំបន់ជាច្រើនទៀតនេះគឺជាព័ត៌មានធំៗដែលយើងបានឃើញបើសិនបើយើងនិយាយអំពីភាពតានតឹងដែលទាហានសៀមកំពុងតែវាយប្រហារមកលើប្រទេសកម្ពុជាយោងទៅតាមក្រសួងការពារជាតិបានបញ្ជាក់ថាគឺគ្រប់ទីតាំងអស់ហើយពលគឺចាប់ពីខេត្តឧត្តរមានជ័យរហូតដល់ខេត្តពោធិ៍សាត់តំបន់សំខាន់គឺពួកគេកំពុងតែវាយប្រហារមកលើប្រទេសកម្ពុជាហើយយោធារបស់ប្រទេសកម្ពុជាក៏កំពុងតែទប់ទល់ផងដែរអញ្ចឹងអ្វីដែលអាចក្តោបរួមបាននៅពេលនេះស្ទើរតែគ្រប់ចំណុចដែលជាតំបន់ព្រំដែនរវាងកម្ពុជាសៀមគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងគឺកំពុងតែតទល់ឡាក់គ្នាគឺអត់ទាន់ដឹងថាអ្នកណាឈ្នះអ្នកណាចាញ់ទេអ្វីដែលយើងកំណត់បាននៅពេលនេះគឺរាល់ទីតាំងដែលយោធារបស់ប្រទេសកម្ពុជាយើងឈរជើងនៅរាល់ប្រាសាទសំខាន់ដូចជាប្រាសាទព្រះវិហារប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នាក៏ដូចជាតំបន់ភ្នំខ្មោចនិងតំបន់ដទៃទៀតគឺពុំបានបាត់បង់នោះទេគឺយើងកំពុងតែធ្វើការគ្រប់គ្រង 100% តែម្ដងប្រសិនបើយើងនិយាយអំពីករណីដែលថាយោធារបស់ពួកយើងបានពាក្យលីនៅពេលនេះគឺអត់ទាន់មានព័ត៌មានជាផ្លូវការណាមួយបានបង្ហោះផ្សាយដូចជាសារព័ត៌មាន Fresh News ឬក៏កម្ពុជាថ្មីឬក៏ក្រសួងការពារជាតិគឺអត់ទាន់បានធ្វើការបង្ហោះផ្សាយអំពីចំនួនទាហានពាក់លីទេគឺយើងឃើញតែការបង្ហោះផ្សាយរាយរងដែលមិនមែនជាព័ត៌មានផ្លូវការអញ្ចឹងត្រង់ចំណុចនេះខ្ញុំក៏សូមឲ្យពុកម៉ែបងប្អូនយើងកុំទាន់ជឿអីពេលខ្លះការបង្ហោះផ្សាយគឺវាមិនមែនជាការពិតនឹងទេហើយក្រៅពីរឿងនេះក៏មានវីដេអូជាច្រើនទៀតដែលត្រូវបានគេបង្ហោះផ្សាយថាទាហានសៀមគឺបានកាន់កាប់នៅតំបន់មួយចំនួនអញ្ចឹងរាល់វីដេអូក៏ដូចជាការបង្ហោះផ្សាយទាំងអស់នោះដែលមិនមែនជាព័ត៌មានផ្លូវការគឺយើងមិនអាចជឿទុកចិត្តបានទេនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូននៅពេលនេះវាជាពេលសំខាន់មួយដែលយើងត្រូវតែទទួលបាននូវព័ត៌មានច្បាស់លាស់និងផ្លូវការក្រៅពីនេះក៏មានដំណឹងសំខាន់មួយទៀតផងដែរពុកម៉ែបងប្អូនគឺជាដំណឹងផ្លូវការដែលខ្ញុំទើបតែទទួលបានទេនោះគឺតាក់ទងទៅលើតំបន់ភូមិជោគជ័យនៅពេលនេះមានដំណឹងជាផ្លូវការមួយបានលើកមកបញ្ជាក់ថាមូលដ្ឋានឈរជើងរបស់កងទ័ពសៀមដែលនៅទល់មុខជាមួយនឹងភូមិជោគជ័យស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យនៅពេលនេះយោធារបស់ប្រទេសកម្ពុជាបានប្រើប្រភេទអាវុធ BM21 បាញ់ស្រោចនៅទីនោះមិនដឹងជាប៉ុន្មានកញ្ច្រែងទេអ្វីដែលដឹងច្បាស់នោះគឺមូលដ្ឋានទ័ពរបស់សៀមបានខូចខ្ទេចខ្ទីអស់ទៅហើយនេះគឺជាការវាយប្រហារមួយដ៏មានប្រសិទ្ធភាពចំទីតាំងដែលធ្វើឲ្យពួកគេរងការខូចខាតយ៉ាងដំណំហើយនៅពេលនេះពួកយើងកំពុងតែមានព្រៀបមែនទែនហើយក៏បានជួយជើងគ្រប់គ្រងនៅក្នុងតំបន់នេះផងដែរអញ្ចឹងចំពោះដំណឹងនេះខ្ញុំយល់ថាសំខាន់ពីព្រោះតែមុននេះបន្តិចគឺមានវីដេអូមួយចំនួនបានលើកមកនិយាយថាតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទក៏ដូចជាតំបន់មួយចំនួនទៀតនៅក្នុងខេត្តបន្ទាយមានជ័យនៅពេលនេះយោធាសៀមបានកាន់កាប់អញ្ចឹងវាមិនមែនជាការពិតទេនៅពេលនេះយោធារបស់ប្រទេសកម្ពុជាយើងគឺបានតទល់និងគ្រប់គ្រងទៅលើតំបន់សំខាន់ទាំងនេះអស់ហើយបើសិនបើយើងងាកទៅមើលអំពីប្រទេសសៀមវិញមានព័ត៌មានជាច្រើនបានលើកមកបង្ហោះផ្សាយខ្ញុំសូមលើកមកសង្ខេបតាក់ទងទៅលើការត្រៀមខ្លួនតាមដំណឹងគឺសូម្បីតែប្រេងក៏ដូចជាអ្វីទាំងអស់គឺពួកសៀមបានធ្វើការត្រៀមទុកសម្រាប់រយៈពេលជិត2ខែឯណោះហើយជាការត្រៀមទុកបានយ៉ាងល្អគ្រប់បែបយ៉ាងទាំងអស់គឺពួកគេ
គេមានអស់ទៅហើយក្រៅពីនេះទៀតមានព័ត៌មានមួយគឺខាងយោធារបស់ប្រទេសសៀមបានធ្វើការបង្ហោះផ្សាយថាពួកគេអស់ការអត់ធ្មត់ជាមួយនឹងប្រទេសកម្ពុជាហើយពួកគេគឺនឹងតតាំងជាមួយនឹងយោធារបស់ប្រទេសកម្ពុជាអញ្ចឹងនេះគឺជាដំណឹងមួយដែលខ្ញុំអានហើយខ្ញុំអត់ចង់និយាយប្រាប់ពុកម៉ែបងប្អូនទេពីព្រោះតែនិយាយទៅបានត្រឹមតែខឹងទេពួកគេវាយប្រហារមកលើយើងបែរជានិយាយថាពួកគេអស់ការអត់ទ្រាំជាមួយនឹងប្រទេសកម្ពុជាដែលវាយប្រហារទៅលើគេក្រៅពីនេះក៏មានព័ត៌មានរាយរងច្រើនទៀតដែលជាព័ត៌មានពួកគេសរសេរឡើងបង្ហាញថាយើងគឺជាអ្នកធ្វើបាបប្រទេសសៀមហើយខ្ញុំក៏មិនចង់និយាយដែរអ្វីដែលខ្ញុំចង់លើកមកជម្រាបពុកម៉ែបងប្អូននៅដំណឹងសំខាន់មួយនោះគឺទាក់ទិនទៅនឹងយោធារបស់ប្រទេសសៀមដែលបានស្លាប់យោងទៅតាមសារព័ត៌មានข่าวសុទ្ធដែលបង្ហោះផ្សាយនៅជិតម៉ោង3រសៀលថ្ងៃទី9ធ្នូឆ្នាំ2025បានលើកមកបង្ហោះផ្សាយថានៅម៉ោង 1:30 នាទីមានទាហានសៀមម្នាក់ទៀតបានស្លាប់ដោយសារតែយោធារបស់ប្រទេសកម្ពុជាបាញ់គ្រាប់កាំភ្លើងត្រូវនៅក្នុងតំបន់អានសេះហើយគេសរុបថាគិតត្រឹមពីពេលដែលយោធារបស់ពួកគេវាយប្រហារមកលើប្រទេសកម្ពុជាគឺមានទាហានសៀម4នាក់ហើយបានស្លាប់ហើយនឹង18នាក់ទៀតបានរងរបួសនេះគឺជាព័ត៌មានដែលបង្ហោះផ្សាយនៅក្នុងប្រទេសសៀមអញ្ចឹងចំពោះដំណឹងនេះយើងអត់ដឹងថាយ៉ាងណាទេក៏ប៉ុន្តែបើយោងទៅតាមការដឹងរឿងខ្លះរបស់ខ្ញុំដែលខ្ញុំបានមើលគឺខ្ញុំយល់ថាចំនួននៃទាហានសៀមដែលបានស្លាប់គឺប្រហែលជាមិនមែនប៉ុណ្ណឹងទេគឺច្រើននេះគឺបើយោងទៅតាមដំណឹងខ្លះៗដែលយើងទទួលបានដូចជាការប្រើនៅប្រភេទអាវុធ BM21 ចំទៅលើទីតាំងរបស់ពួកគេយើងដឹងហើយថាមិនតិចនោះទេជាពិសេសដោយសារតែពួកគេបានធ្វើការសម្រុកចូលមានន័យថាពួកគេអត់បានយកត្រង់សេមកជាមួយទេយោធារបស់ប្រទេសកម្ពុជាគឺនៅក្នុងត្រង់សេគឺចាំតែតម្រង់កាំភ្លើងដើម្បីបាញ់ទៅលើការឈ្លានពានតែប៉ុណ្ណោះអញ្ចឹងយើងធៀបបានថាយោធារបស់យើងនៅក្នុងត្រង់សេអញ្ចឹងមានអាវក្រោះធំមែនទែនប៉ុន្តែពួកគេសម្រក់ចូលគឺអត់មានអ្វីបាំងទេដូច្នេះហើយបានជាទាហានសៀមគឺមិនមែនមានចំនួនត្រឹមតែ4នាក់ទេដែលបានស្លាប់ប៉ុន្តែយើងក៏មិនទាន់ច្បាស់ការនោះទេនេះគឺគ្រាន់តែជាការមើលឃើញអំពីអ្វីដែលជាស្ថានភាពជាក់ស្ដែងពីចម្ងាយតែប៉ុណ្ណោះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនវិញបន្ទាប់ពីបានដឹងអំពីព័ត៌មានដែលគេបង្ហោះផ្សាយថាស្លាប់សរុបមាន4នាក់តើពុកម៉ែបងប្អូនជឿឬមិនជឿសម្រាប់ខ្ញុំគឺមិនជឿទេគឺខ្ញុំគិតថាអាចនឹងមានចំនួនច្រើនជាងនេះអញ្ចឹងសម្រាប់ដំណឹងនៅរសៀលថ្ងៃទី9ធ្នូឆ្នាំ2025គឺខ្ញុំមានតែប៉ុណ្្នឹងឯងដើម្បីលើកមកជម្រាបជូនពុកម៉ែបងប្អូនសរុបមកវិញនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជាថៃចាប់តាំងពីខេត្តព្រីវិហាររហូតដល់ខេត្តពោធិ៍សាត់គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងដែលកំពុងតែមានការប្រយុទ្ធគ្នាទៅវិញទៅមកតំបន់ទាំងអស់គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់យោធារបស់ប្រទេសកម្ពុជាការវាយប្រហារពីយោធារបស់ប្រទេសសៀមដោយប្រើយន្តហោះចម្បាំងគឺបានបំផ្លាញមកដល់